បាទគេថាបើក្បាលវីដេអូយើងមកគេថាហូបយកតែម្ដងដោយសារតែយើងថ្ងៃនេះគឺយើងឃ្លានបុកមីជាមួយនឹងម៉ាស៊ូបើថាអ្នកហូបហ្នឹងក៏មិនបាច់ដែរថាកំពូលអ្នកហូបហើយគេថាហត់តាំងពីទឹកទៀតគេថាមិនសល់ដែរបាទគេថាយើងបើវីដេអូមិញគេថាអ្នកហូបហ្នឹងគឺថាពេញធើងតែម្ដងបាទគេថាគ្មានដែរថាឆ្អែតទេគេថាហូបគ្មានដែរកំណត់ទេបាទនេះគេថាយើងចាប់ដើមនឹងតម្រូវការមុនយើងគឺយើងថែមថយបុកផ្លែបុកប្លោកយើងដាក់ច្បាច់ក្រូចច្បាច់អីទៅហើយនឹងក៏ជាមុនដែលយើងឃើញក៏ជាក្បាលវីដេអូបនយើងណាគេថាស្រង់ស៊ូស្រង់អីដាក់មកក្នុងចានមកសិនទៅមកហើយយើងក៏ដាក់ផ្លែដល់អីបុកចូលតែម្ដងទៅហាន់នឹងបានហូបណាមួយរឿងឃ្លានហើយញឹបដៃញឹបជើងដែរបងប្អូនណាចូលចិត្តហូបដូចខ្ញុំឯងអាចធ្វើហូបលេងនៅផ្ទះបានបាទមិនជាបញ្ហាទេសកម្មគឺយើងឲ្យតែមានតបាល់បុកហើយចំពោះទឹកប្រហុកវិញគឺយើងប្រើទឹកប្រហុកម៉ែរុយបាទគេថាយើងដាក់ម្សៅចូលទៅហើយយើងដាក់ម្សៅដាក់មីចូលមកមីរបស់យើងណាមួយស្ទឹមស្រស់ក្រោយដែររៀងយឺនបន្តិចដាក់មីចូលមកហើយពេលនេះគេថាដាក់មីចូលមកគឺយើងបានតំណងដែរណាមួយត្បាល់ពេញបឹបដល់ហើយយើងក្លុកយកណាអ្នកបុកយើងគឺស្រីស្អាតទៀតមកនេះបុកនេះម៉ែប៉កែបុកឆ្ងាញ់ណាតែរឿងបុកនេះចូលចិត្តផ្ដាំហើយអ្នកបុកគេថាយើងដាក់មានពោតមានអីដែរក៏មិនតាទេទេគេថាមានពោតមានអីត្រឹមត្រូវដែរដាក់ពោតផងណាមួយវាឆ្ងាញ់បងពោតយើងបុកជាចឹងយើងមិនអាចខ្វះពោតបានទេពោតវាបង្កើននៅរសជាតិក្រឹបឲ្យយើងបានឆ្ងាញ់ហើយយើងចាក់ចូលមកហើយគេថារួចហើយនេះគេថាអេមខ្លាំងមែនតែនក៏យើងត្រៀមទៅមើលប្លុកទាំងអស់គ្នាគឺជាប្លុកហូបរបស់ខ្ញុំហើយវីដេអូខ្ញុំមានតែប៉ុណ្ណាខ្ញុំសង្ឃឹមថាពុកម៉ែបងប្អូនទាំងអស់គ្នានឹងចូលចិត្តស្រឡាញ់ខ្ញុំទាំងអស់គ្នាដែលជួយតែងតាមដានវីដេអូខ្ញុំបាទខ្ញុំអរគុណច្រើនទស្សនាទៅតាមការជាក់ស្ដែងរបស់ខ្ញុំទាំងអស់គ្នាបាទអរគុណ